ពូ5កតយនឹងពូមិនទាន់ឲ្យលុយទេណាចាំមិនស្រាប់ទាំងអស់ទៅយេមកជុលគ្នាមួយមកផោងខាងមកនេះមើលលក់ដូរឃើញអត់ទេពូចេះមកស្អីម៉ែហ្នឹងស្អីម៉ែខ្ញុំញ៉េផឹកឲ្យសบายទៅណាពួកលុយកាក់អញមិនខ្វះចាពូកុំឃើញចឹងខ្មាស់គេខ្ញុំលក់តែខ្លោបជូរទេខ្ញុំឯងផឹកស៊ីចឹងដូចជាក្រៅខេខ្ញុំប្រាប់អូយមើលបងមិនសមណែលបងលបងញ៉ាំចឹងជុំគ្នាល្អបើលបងខុសហើយលបងខុសស្អីណែខុសហើយលបងឯងញ៉ាំអីញ៉ាំទៅក៏ប៉ុន្តែយើងអត់អាចទៅលូកលាន់គេចឹងទេលបងក្នុងនាមគេអ្នកលក់បាទបងអញណាប្រពន្ធអញបើថាប្រពន្ធខ្ញុំខុសវិញថាបើថាប្រពន្ធប៉ុន្តែចង់និយាយថាប្រពន្ធក៏ដោយក៏គេអាចអត់អាចយើងប្រើសិទ្ធិទៅការរំលោភលើពេលគេទេណាកុំដឹងឲ្យពួកឯងផឹកស៊ីបងណាបានហើយផឹកស៊ីលូកលាន់គេចឹងខ្ញុំប្រាប់អត់បានទេអត់បានទេឯងកុំចេះដឹងរឿងអញផឹកស៊ីលូកលាន់គេខ្ញុំប្រាប់បានទេថាកុំចេះដឹងរឿងអញស្អីឯងស្អីចេញស្អីស្អីចង់ប៉ះអូនភ្លេចត្រូវជាបងប្រុសខ្ញុំណាចាអីមកកុហកថាប្រពន្ធមិនបងខ្ញុំបង្កើតរឿងអីបងប្រុសខ្ញុំទេខ្ញុំប្រាប់ឲ្យប្រាប់ទៀតខ្ញុំថាកុំខ្ញុំប្រាប់ឲ្យមិនជឿថាកុំដឹងម៉ាក់ខ្ញុំគាត់ប្រកាន់ប្អូនខ្ញុំបង្កើតឲ្យលបងឯងថាមកប្រពន្ធមិនរឿងអីខ្ញុំមិនដឹងអូចឹងតែយើងផឹកស៊ីចឹងណែអូយសុំទូចឹងតែចាំខ្ញុំណែគាត់ប្រពោះខ្ញុំបុកយកហ្មងខ្ញុំអត់ចេះញ៉ាំមកបងឯងមើលខ្ញុំចង់និយាយជំរាបទៅលបងឯងឲ្យដឹងវិញចេះធម្មតាចេះយើងនិយាយឲ្យវាយល់គ្នាទោះបីលបងជាភ្ញៀវបាទអ្នកលួងគ្នាបនឲ្យតែភ្ញៀវមកណែភ្លេចស្វឹងហ្នឹងហើយបនឲ្យតែភ្ញៀវមកញ៉ាំម្ហូបអាហារតែគ្នាលក់ទេប៉ុន្តែការណាដែលយើងញ៉ាំទៅយើងលូកលាន់ទៅលើគេទៅវាប៉ះពាល់ប៉ះពាទៅលើណាប្អូនគេប្អូនឯងបងគេបងឯងម្ដាយគេម្ដាយឯងលក់ដូរចឹងវាហៅថាបត់រំលោភលើឬហៅថាលើផ្លូវភេទរបស់គេហើយសិទ្ធិរបស់នារីហើយខ្ញុំលក់តែខ្នោតជូរទេមិនលក់អីផ្សេងឲ្យតម្លៃខ្ញុំខ្លះផងបងណាអូសុំទោសខ្ញុំមិនថាដល់ស្វឹងទៅវាវិញ្ញាណរបស់ខ្ញុំភ្លេចភ្លាំងទៅឲ្យឃើញមានទៅស្អាតព្រោះសុំទោសវាអត់ត្រូវដូចចឹងទេយើងមិនត្រូវជាបរោះមើងងាយដល់ស្ត្រីភេទថាលក់ដូរដូចជាមិនមែនថាទឹកឡងសេបាទឡងសេហ៎ចាឡងសេពីចេះខ្ញុំសុំទោសខ្ញុំសុំទោសខ្ញុំសុំលើកទូរស័ព្ទមួយចាបងខ្ញុំគាត់រវល់ហើយខ្ញុំប្រាប់គាត់មេ PM ហ៎បងហៅឡូចាណៃហ្នឹងហើយនេះចាប់បានម៉ានាក់ចាហ្នឹងហើយយើងបញ្ជូនទៅយើងកសាងទៅសំណុំរឿងតាមច្បាប់បញ្ជូនទៅតុលាការទៅណាតាមហ្នឹងទៅហ្នឹងហើយប្រាប់ទៅក្មេងៗខាងកីឡាយើងផងនេះប្រាប់ផងថ្ងៃទីបានខ្ញុំបានទៅប្រហាត់កែវរំចង់ហើយនឹងជាមួយនឹងមន្ត្រីខ្មាំងណាចាបងហ្នឹងហើយកីឡារបស់យើងឯងកីឡារបស់កងកម្លាំងយើងឯងហ្នឹងហើយបានហើយសុំទោសណែម៉ែខ្ញុំវះនៅពេទ្យលីទេនៅស្ងៀមទៅស្ងៀមឲ្យលុយណាវះពេទ្យគេដេហើយអត់អីទេឥឡូវវិញនិយាយបងអាស្វីឡាយើងអា9ហិកតាសង់វីឡា9ជាន់ណាហើយទៅបងគ្រាន់តែចង់និយាយប្រាប់គាត់ឲ្យដឹងថ្ងៃក្រោយហ្នឹងកុំឲ្យលបងឯងលូកដៃលូកជើងអញ្ចឹងអរគុណណាស់ហើយខ្ញុំកដែលក៏ដោយអ្នកដែលមកអប់រំគេមិនត្រូវមកចេញក្បាច់វាយតបអីដាក់គេទេអាហ្នឹងទៅជាខ្ញុំនេះប្រើហឹង្សាវិញដែរហើយអានេះគាត់ថាចង់លេងចេញមកបង្អួតមិញហ្នឹងវាមួយយ៉ាងដែរហើយឃើញថាពួកម៉ាក់ខ្ញុំមិញទៅនៅទៅប្រុសចែកបងជាតំសាយអស់លេងចាណាមែនទេគាត់នៅលេងសើចនេះបើសិនជាខ្ញុំមានពាក្យសម្ដីតកោបបោកទៅលើលោកចាប់ជៀនឯដែរបានជាលោកចាប់ជៀនឯមានកំហុសទៅចេញក្បាច់អីយើងទៅបាទចេញមកមិនមែនចង់វាយតបទេប៉ុន្តែគាត់តែបង្ហាញថាបើសិនជាឯងនៅខ្លាំងទៀតខ្ញុំក៏អាចការពារខ្លួនវាចឹងទេបាទអរគុណណាស់ហើយមិញជាឈុតឆាកខ្លីបន្តិចបន្តួចគេថាការអប់រំអំពីគេថាអង្គើខុសឆ្គងចំពោះបរិសុទ្ធនិងស្ត្រីបាទរំលោភស្ត្រីឃើញថាថ្មីគ្នាជាអ្នកលក់ដូរក៏ដោយដៃផ្ទៃឆ្អែតមែនទេបងគ្នាអ្នកលក់ត្រាបៀលក់អីក៏ដោយយើងទៅនិយាយរួមគឺឲ្យតែស្ត្រីលក់ដូរស្អីក៏ដោយបាទចាំឯងមិនចាំបានឯងកុំលពើដៃផ្ទៃឆ្អែតណាបាទអរគុណប្រទេសដៃពកភ្នែកក៏មានដែរបាទដៃហ្នឹងមិនជាផ្ទៃឆ្អែតទេអរគុណណាស់ហើយមិញឃើញថាជាពិសេសបរោះយើងគឺថាបើសិនជាសវឹងឬយ៉ាងណាក៏ដោយជាពិសេសកុំបើកបរ
ហើយបើបើបោកុំស្វឹងតែបើស្វឹងហើយកុំលូកលាន់គេប្រទេសផ្ដាស់ដូចគ្នាដែរដូចជាបើកបោដែរឥឡូវយើងជម្រាបសួរដល់ទស្សនិកជនរបស់យើងបាទអរគុណណាស់ហើយកម្មវិធីដើមភូមិចុងភូមិរបស់យើងបានឈានជើងចូលមកដល់ទឹកដីនៃខេត្តកំពង់ឆ្នាំងទៀតហើយបាទឃុំអីគេពីនីអូនាំគ្នាស្ពះអញ្ចឹងដូចអីណែវាញ់ខ្លួននេះអីនេះឆ្មាម៉ាអាចារ្យឲ្យពោនោះបាទអរគុណណាស់ឥឡូវយើងកម្មវិធីរបស់យើងគឺកម្មវិធីដើមភូមិចុងភូមិតែងតែនាំអារម្មណ៍មកលោកកញ្ញាទស្សនាអំពីសមិទ្ធផលការអភិវឌ្ឍគ្រប់ទូទាំងប្រទេសរបស់យើងជាពិសេសបណ្ដាឃុំនីមួយៗហើយយើងតែងតែទៅថតយករូបភាពពីការអភិវឌ្ឍរបស់យើងជាពិសេសគ្រប់វិស័យទាំងអស់បាទអញ្ចឹងលោកពពីហើយលោកពពីលោកចាប់ជិនបាទមិនអីទេកញ្ញាតាន់ម៉ៅមិនអីទេកញ្ញាតាន់ម៉ៅហើយកញ្ញាចាប់ជិនល្អណាស់កញ្ញាតាន់ម៉ៅបាទអរគុណណាស់ក៏កញ្ញាតាន់ម៉ៅទេមុននឹងយើងនាំអារម្មណ៍មកលេងកញ្ញាទស្សនាអំពីសមិទ្ធផលការអភិវឌ្ឍនៅក្នុងឃុំពីនីចាមិនទេបងឥឡូវមិញឃើញអត់ត្រូវគ្នាវិញហ្នឹងហ៎មានអីចាឥឡូវយើងការសម្ដែងអប់រំបាទចេញពីនឹងយើងទៅណាទៀតលោកតាបាទចេះយើងនាំអារម្មណ៍លេងកញ្ញាទស្សនាពីសមិទ្ធផលការអភិវឌ្ឍមុននឹងយើងជួបមីឃុំណាយើងទៅមើលតើការអភិវឌ្ឍនៅក្នុងឃុំអីណែពីនីនេះវាមានការអភិវឌ្ឍទីចម្រើនយ៉ាងណាប៉ុន្តែខាងក្រោយយើងជ្រូតអស់ហើយប្រមូលហើយខែនេះប្រមូលផលអស់ហើយយើងប្រមូលផលបានច្រើនណាស់ហ្នឹងហើយបានថាផលពីការកសិកម្មរបស់បងប្អូនយើងខំធ្វើម៉ាមីដាច់ឌីអីសូមបងស្រីដាក់ទឹកថ្នោតឲ្យខ្ញុំមកអំពងមកហើយខ្ញុំអត់ដាក់ដៃបដោះទេណាសូមឲ្យខ្ញុំអំពងមកចាម៉ាមីកាត់លុយម៉ាមីចាអញ្ចឹងតោះយើងនាំអារម្មណ៍កញ្ញាទស្សនាពីសមិទ្ធផលការអភិវឌ្ឍនៅក្នុងឃុំពីនីទាំងអស់សូមជើញគឺជាឃុំមួយស្ថិតនៅខាងត្បូងសាលាស្រុកកំពង់ត្រឡាចជាប់នឹងផ្លូវជាតិលេខ5ដែលមានចម្ងាយប្រមាណ52គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងស្ថិតនៅក្នុងឃុំទាំង10របស់ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដែលមានព្រំប្រទល់ខាងជើងទល់នឹងឃុំថ្មអិតខាងត្បូងទល់នឹងឃុំសេដ្ឋីខាងលិចទល់នឹងឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យខាងកានទល់នឹងឃុំអូរឫស្សីឃុំពីនីមានផ្ទៃដីសរុបចំនួន1798ហិកតាផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន1200ហិកតាផ្ទៃដីលំនៅឋានចំនួន410ហិកតានិងផ្ទៃដីដំណាំរួមផ្សំចំនួន156ហិកតានៅក្នុងឃុំពីនីមានភូមិចំនួន9ដែលចំណុះឲ្យឃុំនិងមានប្រជាពលរដ្ឋរស់នៅចំនួន8129នាក់ស្រីចំនួន4763នាក់ស្មើនឹង1873គ្រួសារនៅក្នុងនោះប្រជាពលរដ្ឋប្រមាណ 75% ប្រកបរបរកសិកម្មធ្វើសារចម្ការ 75% ជាកម្មករសំណង់និងកាត់ដេរនិង 10% លក់ដូរបន្ទាប់បន្សំនិងជាមន្ត្រីរាជការ